ធ្វើជាអ្នកលក់ថ្ងៃណាក៏ជាថ្ងៃធ្វើការដែរម៉ោងណាក៏ជាម៉ោងធ្វើការដែរមិនថាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យមិនថាម៉ោងបាយឬម៉ោងសម្រាកហើយក៏មិនខ្វល់ថាពេលថ្ងៃឬពេលយប់ដែរសួរថាហត់អត់មានសម្ពាធអត់ធុញទ្រាន់អត់ហើយស្ដាយក្រោយអត់ចម្លើយគឺស្ថិតនៅលើបុគ្គលម្នាក់ៗមិនប្រកាសណាស់បើសួរថាតើហត់អត់ហត់មានសម្ពាធអត់មានពេលខ្លះត្រូវជួបភ្ញៀវទាំងព្រឹកព្រលឹមថ្ងៃអាទិត្យក៏មានពេលខ្លះត្រូវជួបភ្ញៀវដល់ដាច់បាយហើយពេលខ្លះទៀតនៅសល់តែមួយចំហៀនទៀតជោគជ័យហើយប៉ុន្តែបាយជាបរាជ័យទៅវិញក៏មានដែររឿងបែបណាក៏ធ្លាប់ជួបដែរតែសួរថាស្ដាយក្រោយអត់ចម្លើយគឺអត់ទេការលំបាកទាំងអស់នេះបានคล้ายជាមេរៀនធ្វើឲ្យយើងកាន់តែខ្លាំងជាងមុននិងរឹងមាំជាងមុនប្រសិនបើយើងប្រកាន់យកផ្នត់គំនិតវិជ្ជមានបែបនេះខ្ញុំជឿជាក់ថាយើងកំពុងតែស្ថិតនៅលើផ្លូវទៅកាន់ភាពលូតលាស់និងរីកចម្រើនហើយធ្វើជាអ្នកលក់ថ្ងៃណាក៏ជាថ្ងៃធ្វើការដែរម៉ោងណាក៏ជាម៉ោងធ្វើការដែរមិនថាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យមិនថាម៉ោងបាយឬម៉ោងសម្រាកហើយក៏មិនខ្វល់ថាពេលថ្ងៃឬពេលយប់ដែរសួរថាហត់អត់មានសម្ពាធអត់ធុញទ្រាន់អត់ហើយស្ដាយក្រោយអត់ចម្លើយគឺស្ថិតនៅលើបុគ្គលម្នាក់ៗមិនប្រកាសណាស់បើសួរថាតើហត់អត់ហត់មានសម្ពាធអត់មានពេលខ្លះត្រូវជួបភ្ញៀវទាំងព្រឹកព្រលឹមថ្ងៃអាទិត្យក៏មានពេលខ្លះត្រូវជួបភ្ញៀវដល់ដាច់បាយហើយពេលខ្លះទៀតនៅសល់តែមួយចំហៀនទៀតជោគជ័យហើយប៉ុន្តែបាយជាបរាជ័យទៅវិញក៏មានដែររឿងបែបណាក៏ធ្លាប់ជួបដែរតែសួរថាស្ដាយក្រោយអត់ចម្លើយគឺអត់ទេការលំបាកទាំងអស់នេះបានคล้ายជាមេរៀនធ្វើឲ្យយើងកាន់តែខ្លាំងជាងមុននិងរឹងមាំជាងមុនប្រសិនបើយើងប្រកាន់យកផ្នត់គំនិតវិជ្ជមានបែបនេះខ្ញុំជឿជាក់ថាយើងកំពុងតែស្ថិតនៅលើផ្លូវទៅកាន់ភាពលូតលាស់និងរីកចម្រើនហើយធ្វើជាអ្នកលក់ថ្ងៃណាក៏ជាថ្ងៃធ្វើការដែរម៉ោងណាក៏ជាម៉ោងធ្វើការដែរមិនថាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យមិនថាម៉ោងបាយឬម៉ោងសម្រាកហើយក៏មិនខ្វល់ថាពេលថ្ងៃឬ